ផ្លូវអារម្មណ៍ត្រូវដឹងដោយគិតហេតុផលយល់គិតហេតុផលយល់យល់ទេគិតហេតុផលគឺប្រមាណវិធីគិតបូកហេតុបូកផលចឹងទៅប្រមាណវិធីដល់ពេលសន្និដ្ឋានគឺទឹកថេយល់ទេគឺលទ្ធផលមិនប្រមាណវិធីឯនោះបូកលេខគុណលេខបូកថ្លៃដើមគុណថ្លៃដើមទៅចុះប្រមាណខាត់ប្រមាណចំណេញប្រមាណចេញលទ្ធផលមកទឹកថេយល់ទេនេះជាហ្គេមបូកហេតុផលសមាសង្កបៈបូកហេតុផលគិតពិចារណាបូកហេតុបូកផលត្រេះរិះចុះឡើងដើម្បីរកសមាទិដ្ឋិដើម្បីរកលទ្ធផលត្រូវយល់ទេប្រមាណវិធីបូកលេខបូកដកលេខគុណចែកទិញថ្លៃដើមប៉ុណ្ណេះលក់ប៉ុណ្ណេះនេះប៉ុណ្ណេះអានោះលក់ឲ្យពីនោះកាត់ខាត់ប្រមាណអីប្រមាណបូកចុះបូកឡើងឃើញលទ្ធផលមកប្រមាណយល់ទេលទ្ធផលគឺទិដ្ឋិសមាទិដ្ឋិព្រោះអីបានសមាទិដ្ឋិព្រោះវាមានហេតុផលនៅខាងដើមយល់ទេដល់ពេលគេសួរថាហែងមិនបានយល់អញ្ចឹងនេះបូកហេតុផលនេះទាញមកនេះกระดาษស្នាមនេះបូកហេតុផលចេះបានវាឃើញប៉ុណ្ណឹងយល់ទេអានឹងសមាទិដ្ឋិហើយដល់មច្ឆាទិដ្ឋិវិញអត់មានបូកហេតុផលទេឲ្យតែបច្ចាស់នឹងតណ្ហាវាខុសយល់ទេសួរហេតុផលមកអត់ទេបើវាឲ្យហេតុផលមកស្ដាប់មើលទៅបំប៉ះវាឡើយយល់ទេប៉ះវាយល់ទេអានឹងវិញ្ញាណច្រឡំតែខ្លួនឯងជាសត្វយល់ទេងាប់ហ៎លេងហ្គេមបុកហេតុផលអត់បានយល់ទេតាមពិតត្រូវរស់នៅជារបស់មួយរបស់សាលាយន្តៈដែលមានវិញ្ញាណយើងគឺជាវិញ្ញាណនោះវិញ្ញាណមិនមែនសត្វទេយល់ទេអញ្ចឹងមិនត្រូវមានអារម្មណ៍ថាអញជាសត្វទេតែមានអារម្មណ៍ថាអញជាសត្វវិញនៅរស់សោយកម្មព្រោះអត់មានសត្វទេយល់ទេអារម្មណ៍ថាបានអារម្មណ៍អីអារម្មណ៍សត្វយល់ទេអារម្មណ៍ថាបានតោះទៅហែងសត្វយល់ទេខ្ញុំធ្វើបន់ចេះបានចេះដាក់បន់នេះបានចូលតែហែកឋិនណាហែអីដើម្បីបាននោះយល់ទេនោះអារម្មណ៍សត្វនោះយល់ទេវិញ្ញាណទុកគិតដឹងខុសត្រូវទៅយល់ទេហ្គេមបូកហេតុផលរកការយល់ត្រូវយល់ទេហ្គេមបញ្ញាបូកហេតុបូកផលរកការយល់ត្រូវរឿងនឹងវាចង់ហើយចុះហើយត្រូវហើយយល់ទេអាត្រូវហើយនោះគឺទិដ្ឋិយល់ចង់ទៅហើយយល់ទេទិដ្ឋិនោះដល់ពេលគេសួរថាហែងថៃបានយល់អញ្ចឹងពលាមើលពលាតមើលនេះប្រមាណវិធីវាចែកបុកទៅបានឃើញហេតុផលលទ្ធផលហ្នឹងយល់ហើយអញ្ចឹងបានទាំងសមាសង្កបៈនិងសមាទិដ្ឋិជាបញ្ញាទាំងពីរយល់ទេប្រមាណវិធីការគិតបូកប្រមាណវិធីក៏បញ្ញាយល់ទេការឃើញលទ្ធផលការយល់ចង់ត្រូវក៏បញ្ញាយល់ទេហ្គេមនេះជាហ្គេមបញ្ញាយល់ទេមិនសត្វទេជាហ្គេមបញ្ញាអញ្ចឹងបញ្ញាមុនគេណាជាបញ្ញាជាធម៌មេវងណានាំកុសលមកឲ្យចិត្តទាំងអស់ចិត្តហ្នឹងវាចេះជួយគេចេះអីចាប់ផ្ដើមពីអាឡែងអានោះវាបញ្ញានោះយល់ទេគិតដឹងខុសត្រូវនោះយល់ទេ